Re:Zero គឺជា anime មួយដែលយកចេញពី light novel ឬក៏ប្រភេទសៀវភៅរឿងដែលអត់មានជំនួយរូបភាពដូច manga អីនោះទេ Light novel គឺដូចជាប្រភេទសៀវភៅដែលយើងទិញមកដូចសៀវភៅរឿងវេស្សន្តររឿងទុំទាវអីចឹងណាវាមានតែអក្សរយើងអានតែវាមានរូបភាពទេរូបភាពវាមានតែវាមានមួយហ្នឹងទៅហើយមករយៈក្រោយនេះ Re:Zero ចេញ season ទី4ចង់និយាយថារឿងនេះមិនអីណត្រាយមកភាគហ្នឹងគឺថាយកបានបន្ទូល្អទាំងអស់អត់មានបន្ទូណាអន់ទេហើយបាទភាគទី11នោះបានបន្ទូ10យហ្មងតែស្អីយើងនិយាយពីតួអង្គឯកដែលមានឈ្មោះថា Natsuki Subaru ដែលគាត់ត្រូវបានឆ្លងភព Isekai ទៅកាន់ពិភពលោកមួយទៀតដែលខុសពី Isekai ផ្សេងដែលតួអង្គអាចទទួលបានធម៌ពលអស្ចារ្យឬក៏ជារឿងកំ ប្លែកហ្នឹងទៅដោយ Subaru គាត់ទទួលបានជាមួយធម៌ពលដែរក៏តែធម៌ពលគាត់រឿងប្លែកតិចនោះគឺ Return by the ឬក៏ត្រឡប់មកក្រោយស្លាប់តែធម៌ពលហ្នឹងវាចេះទាំងផលល្អនិងផលអាក្រក់ដែលផលល្អហ្នឹងគឺវាអាចជួយឲ្យ Subaru ដោះស្រាយបញ្ហាផ្សេងៗបានងាយស្រួលហើយផលអាក្រក់វាសឹងតែធ្វើឲ្យ Subaru ឈួតម្ដងហើយពេលខ្លះចង់បាយទៀតដោយធម៌ពលហ្នឹងគាត់ទទួលបានមកពី Wish of Envy ឬក៏មេធ្មប់នៃភាពច្រណែនឈ្លាននេះជាអ្នកយកគាត់មកពិភពលោកថ្មីមួយហ្នឹងហើយក៏ជាអ្នកតល់ធម៌ពលឲ្យគាត់ផងដែរមូលហេតុដែលនាងយកគាត់មកពិភពលោកមួយហ្នឹងគឺមូលហេតុបណ្ដាលមកពីនាងស្រឡាញ់ជាមួយនឹង Subaruមូលហេតុដែលនាងផ្ដល់ធម៌ពលឲ្យគាត់សារនាងគឺបានដឹងពីភាពគ្រោះថ្នាក់នៃពិភពលោកដែល Subaru បានធ្លាក់ចូលទៅក្នុងហ្នឹងហើយវាក៏ជារបស់ដែលទុកការពារខ្លួនរបស់ Subaru ផងដែរចឹងហើយចំពោះអ្នកគ្នាក៏យ៉ាងមិនដែរចំពោះរឿង Re:Zero នេះខ្ញុំ recommend ឲ្យទៅអង្គុយមើលទៅអង្គុយមើលក៏សម្រាប់ក៏បានដែរ